ជំរាបសួរទាំងអស់គ្នានាងខ្ញុំឈ្មោះសាលីហងជា Project Specialist នៃអង្គការវេទិកាមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជាឬក៏យើងហៅថា NGO Forum ថ្ងៃនេះខ្ញុំនឹងនាំទាំងអស់គ្នាមកស្គាល់កម្មវិធីថ្មីមួយដែលយើងហៅថាយុវទូតមេត្រីឬក៏មេត្រី Youth Ambassador តើអ្នកទាំងអស់គ្នាដឹងទេថាតើមេត្រី Youth Ambassador គឺជាអ្វីមេត្រី Youth Ambassador គឺជាគំនិតផ្ដួចផ្ដើមរបស់យុវជនឬក៏ជាភាសាអង់គ្លេសថា Multi Stakeholder Engagement for Transformative Resilient and Inclusive Society ដែលយើងមានន័យថាការតភ្ជាប់ភាគីពាក់ព័ន្ធដើម្បីផ្លាស់ប្រែទៅដូចជាភាពធន់និងការកសាងសង្គមមួយប្រកបដោយបរិយាបន្នគំនិតផ្ដួចផ្ដើមនេះគឺជាការដាក់យុវជនជាតួអង្គកណ្ដាលដែលមានតួនាទីផ្សារភ្ជាប់ជាមួយនឹងភាគីពាក់ព័ន្ធនានាដើម្បីសុខសន្តិភាពបរិយាបន្ននិងសុខដុមរមណីយកម្មនៅក្នុងសង្គមហើយពាក្យថាមេត្រីនឹងគឺជាសេចក្តីស្រឡាញ់ការយកចិត្តទុកដាក់និងការផ្ដល់សិទ្ធិពេញលេញដល់យុវជនដើម្បីអនុវត្តភាពជាអ្នកដឹកនាំភាពច្នៃប្រឌិតនៃការដោះស្រាយបញ្ហាប្រឈមនៅក្នុងសង្គមទៅតាមគំរូភាពមេត្រីហើយអ្វីបានជាយើងមានយុវទូតមេត្រីឬក៏ហៅថាមេត្រី Youth Ambassador អញ្ចឹងដោយសារតែយើងមើលឃើញថាសប្តាហ៍នេះប្រជាជនកម្ពុជា2ភាគ3នៅប្រទេសកម្ពុជារបស់យើងគឺមានអាយុក្រោម30ឆ្នាំហើយវាគឺជាកម្លាំងមួយដ៏អស្ចារ្យប៉ុន្តែវាក៏ជាបញ្ហាប្រឈមមួយផងដែរយុវជនជាច្រើនបានធ្វើការចាក់ចេញពីសាលាមុនកំណត់ហើយនៅមនុស្សជាច្រើនទៀតពិបាកនៅក្នុងការស្វែងរកការងារសមរម្យហើយមនុស្សជាច្រើនទៀតគាត់មានអារម្មណ៍ថាពួកគាត់មិនត្រូវបានអនុញ្ញាតឲ្យចូលរួមឬក៏នៅក្នុងដំណើរការសម្រេចចិត្តណាមួយឡើយទោះបីជាពួកគាត់មានការប៉ះពាល់ដោយផ្ទាល់ឬក៏ប្រយោជន៍ពីការប្រែប្រួលអាកាសធាតុក៏ដូចជាការគ្រប់គ្រងថវិកាសាធារណៈនិងផែនការអភិវឌ្ឍនៅក្នុងស្រុកគាត់ដែរទៅអស់រយៈពេលជាង4ទសវត្សរ៍មកហើយចាស់វេទិកាអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជាគឺជាវេទិកាមួយដែលអាចទប់ចិត្តបានលើការសន្ទនាការស្រាវជ្រាវក៏ដូចជាការតស៊ូមតិហើយការកសាងផែនការមេត្រីគឺជាគំនិតផ្ដួចផ្ដើមយុវជនហើយបង្កើតឡើងដើម្បីបណ្ដុះអ្នកដឹកនាំវ័យក្មេងពីអន្តរជំនាន់ប្រកបដោយស្មារតីទទួលខុសត្រូវដើម្បីដោះស្រាយបញ្ហាដែលមានក្នុងសង្គមក៏ដូចជាសហគមន៍ប្រកបដោយគំរូភាពមេត្រីគំនិតលើកដើមយុវទូតមេត្រីនេះគឺយើងចង់បង្កើតអ្នកដឹកនាំលើថ្នាក់មូលដ្ឋានហ្នឹងឲ្យបានកាន់តែច្រើនដែលជាតម្រូវការដ៏សំខាន់សម្រាប់នានៅនិរន្តរភាពនៃការវិវត្តរបស់កម្ពុជាយើងក៏ដោយសន្តិភាពបរិយាបន្ននិរន្តរភាពនិងភាពសុខដុមក្នុងសង្គមនិងពុកផែនដីទាំងអស់នេះបាទនៅក្នុង Metro Ambassador យើងមានសកម្មភាពសំខាន់ចំនួន3ទី1គឺការកសាងភាពជាអ្នកដឹកនាំក៏ដូចជាការចូលរួមរបស់យុវជននៅក្នុងសកម្មភាពមួយនេះគឺយើងធ្វើឡើងដើម្បីបង្កើនការចូលរួមរបស់យុវជនទាំងនៅក្នុងការរៀបចំផែនការថ្នាក់ជាតិក៏ដូចជាផែនការថ្នាក់ក្រោមជាតិហើយយ៉ាងហោចណាស់30%នៅឆ្នាំ2030នឹងមាននៃអាសនៈនៅក្នុងគណៈកម្មការសំខាន់នៃវេទិកាសន្ទនានឹងត្រូវបានដឹកនាំក៏ដូចជាមានសមាជិករបស់យុវជននៅក្នុងនោះផងដែរយុវទូតមេត្រីមានឱកាសទទួលបានដោយការគ្រប់គ្រងគំនិតព្រឹកផ្ដៅរបស់ពួកគេនៅក្នុងការអនុវត្តគម្រោងនៅក្នុងសហគមន៍ជាពិសេសយុវទូតមេត្រីនឹងមានឱកាសនៅក្នុងការផ្សារភ្ជាប់និងផ្លាស់ប្ដូរបទពិសោធន៍ជាមួយនឹងយុវជននៅក្នុងស្រុកនៅក្នុងតំបន់និងនៅក្នុងសាកលសកម្មភាពទី2នៃមេត្រីគឺជាការកសាងសមត្ថភាពយុវជននៅក្នុងអភិបាលកិច្ចអាកាសធាតុនិងសិទ្ធិហើយដើម្បីបំពាក់បំពន់ឲ្យយុវជនទៅតាមនៅជំនាញជាក់ស្ដែងក៏ដូចជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈហើយការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈការគ្រប់គ្រងអាកាសធាតុបរិស្ថានសិទ្ធិដីធ្លីធនធាននិងការតស៊ូមតិដោយបែកលើផុតតែហើយយ៉ាងហោចណាស់80%នៃយុវជនដែលបានទទួលវគ្គបណ្ដុះបណ្ដាលនឹងអាចប្រើប្រាស់ឧបករណ៍ទាំងអស់នេះប្រកបដោយភាពជឿជាក់និងទំនុកចិត្តនៅក្នុងសកម្មភាពទី3គឺជាគំនិតផ្ដួចផ្ដើមតែដឹកនាំដោយយុវជននៅក្នុងសកម្មភាពនេះគឺយើងធ្វើការគ្រប់គ្រងដល់សកម្មភាពដឹកនាំដោយយុវជនដែលកសាងភាពស្អិតរមួតនៅក្នុងសង្គមនិងដោះស្រាយបញ្ហាប្រឈមនៅក្នុងសហគមន៍របស់ពួកគេជាពិសេសពាក់ព័ន្ធទៅនឹងការគ្រប់គ្រងថវិកាជាសាធារណៈនិងការប្រែប្រួលកាសធាតុជាដើមតាមរយៈការចូលរួមនៅក្នុងការឲ្យមានគំនិតផ្ដួចផ្ដើមនៅក្នុងកម្មវិធី Youth Metro Ambassador នេះយើងឃើញចំណុចដែលសំខាន់បំផុតនៅក្នុងកម្មវិធីនេះគឺយើងចង់ឲ្យសង្គមចង់ឲ្យសហគមន៍ដែលគិតអំពីការអភិវឌ្ឍនិងគិតអំពីការជួយគ្នាដើម្បីធ្វើម៉េចឲ្យសហគមន៍និងសង្គមជាតិរបស់យើងរីកចម្រើនដោយលុបបំបាត់នៅលក្ខខណ្ឌឬក៏ស្ថានភាពមួយចំនួនដែលជាការរាំងស្ទះនៅក្នុងការ
អនុវត្តហើយតាមរយៈគំនិតដូចផ្ដាមហើយនឹងទស្សនវិស័យនៅក្នុងការបង្កើតយុទ្ធមេត្រី Ambassador នេះយើងសង្ឃឹមនឹងជឿជាក់ថាវាបានបង្កឲ្យមានឬក៏បង្កើតឲ្យមាននៅភាពផ្លាស់ប្ដូរជីវិតជំនាញមួយដែលស្របជាមួយនឹងពាក្យស្លោកដែលសមាគមជនខ្មែរតែងតែប្រើនិងតែងតែបង្ហាញគឺធ្វើម៉េចឲ្យយុវជនរបស់យើងក្លាយជាភ្នាក់ងារដ៏សំខាន់នៅក្នុងការផ្លាស់ប្ដូរជីវិតជំនាញនៅក្នុងសង្គមជាតិ នៅឆ្នាំ2030យើងនឹងសម្រេចឲ្យបានយុវជនចំនួន500នាក់នៅក្នុងនោះមានស្ត្រី 70% នៅក្នុងដំណាក់កាលទី1ទូទាំង25ខេត្តក្រុងដែលមានឥទ្ធិពលទៅលើគោលនយោបាយថវិកាការគ្រប់គ្រងថវិកាជាសាធារណៈការប្រែប្រួលអាកាសធាតុនិងដំណោះស្រាយសម្រាប់សហគមន៍ Thank you very much to NGO Forum on Cambodia for hosting me and involving me in such an inspiring and encouraging conversation on how youth organizations are taking leadership to shape the future. They do realize the newer challenges that not only Cambodia but the whole world is facing and how they need to overcome those challenges. We talk about increasing inequality, biodiversity loss, climate change, and pollution all around us. There are many challenges that we face, including the advent of artificial intelligence and some of the opportunities and challenges that also brings. So it was so heartening to see that young people are already looking at those challenges in advance and preparing their plans on how to deal with those challenges. They have a clear sense of direction on how we need to come together, how we need to have a strategic plan with very specific targets and milestones and indicators, and how we need to work together for a safer, cleaner, resilient, and a prosperous future. So it was indeed very inspiring, and I'll be very happy to engage and contribute in whatever ways I can. សម្រាប់គំនិតផ្ដួចផ្ដើមយុវជនមេត្រីហើយយើងមានអង្គការសមាគមជាដៃគូចំនួន9រួមមានវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា NGO Forum សមាគមបណ្ដាយុវជនកម្ពុជា CYN ក្រុមប្រឹក្សាយុវជនកម្ពុជា YCC អង្គការកម្មវិធីអភិវឌ្ឍធនធានយុវជន YRDP សមាគមចលនាកុមារនិងយុវជនកម្ពុជាដើម្បីសិទ្ធិកុមារ CCMYCR អង្គការយុវសន្តិភាព YFP សមាគមយុវជនជាដើមភាគតិចកម្ពុជា SIA សមាគមយុវជនខ្មែរ KYA និងអង្គការសម្ព័ន្ធសិទ្ធិកុមារកម្ពុជា CLC Cambodia តោះចូលរួមនៅកម្ពុជាយុវជនដើម្បីអង្គការអភិវឌ្ឍប្រកបដោយចីរភាពសុខដុមរមណីយកម្មរវាងមនុស្សនិងធម្មជាតិ